អ្នកផឹកច្រើនចុះអ្នកផឹកច្រើនអាពេលកំពុងផឹកដាក់មកកំប៉ុងដាច់ពីរកំប៉ុងដាច់មកកេះដាច់កន្លះកេះដាច់ជួបជុំគ្នាផឹកថ្ងៃសៅរ៍អាទិត្យអាសៅរ៍ក៏ផឹកអាទិត្យក៏ផឹកចុងខែក៏ផឹកជប់លៀងក៏ផឹកប្រកក់កូនក៏ផឹកកាក៏ផឹកប៉ុនខ្មៅក៏ផឹកអាកំពុងផឹកវាសបាយមែនអត់ញោមញោមអើយមែនអត់ពេលផឹកសបាយមែនត្រូវរំត្រូវច្រៀងសបាយណាស់ប៉ុន្តែដល់ពេលក្រោយមកទៀតមករាងកាយចុះខ្សោយឧទាហរណ៍ឬក៏ត្រូវកើតទីទឹកក្រិនថ្លើមទៅថ្លើមទទួលជាតិពុលច្រើនពេកកើតទីទឹកក្នុងគណៈពេលហ្នឹងអាកាន់ហ្នឹងវាត្រូវឲ្យផលសបាយទៀតអត់ព្រោះអីពីព្រោះទីទឹកទៅហើយព្រោះវាមានរោគច្រើនទៅហើយស្រានេះណាញញោមណាអាត្មាបច្ចៈជូនបន្តិចអ្នកស្រុកស្រែចំការយើងសម្បូរដែរចង់បច្ចៈថាពេលដែលយើងបរិភោគទៅហើយវាមិនមែនឲ្យផលតែក្រិនថ្លើមនឹងមួយទេវាអាចឲ្យផលធ្វើឲ្យប្រព័ន្ធប្រសាទរបស់យើងដំណើរការមិនល្អនេះមួយវាអាចធ្វើឲ្យសារពាង្គកាយត្រូវចុះខ្សោយនេះពីរខាតបង់ពេលវេលាខាតបង់ទ្រព្យសម្បត្តិណែអាពេលយើងកំពុងផឹកហ្នឹងណាមកកេះប្រមាណមើលស៊ូតិចមើលមកកំប៉ុងប្រមាណមកកេះប្រមាណមកកេះ 55,000 ណា 55,000 ណែកំពុងតែផឹកហ្នឹងមកកេះតែ 55,000 ហ្នឹងតែបើអាមកកេះហ្នឹងវាឲ្យផលវិញណាមិនមែន 55,000 ទេរាប់ពាន់រាប់ម៉ឺនរហូតអស់ដីស្រែចម្ការក៏អាចថាបានដែរនិយាយអញ្ចឹងអ្នកផឹកខឹងអាត្មាជេរអាត្មាអីលោកស្អីក៏ចង្រៃម្លេះលុយគេសោះទ្របគេសោះគាត់តែផឹកក៏ឈឺឆ្អិតទ្រូងអីលោកដែរអាត្មាក៏ថាត្រូវហើយលុយបោះញោមតាមកកេះ 55,000 មកកំប៉ុង 2-3,000 សំរឿយទៅពេលដល់ពេលក្រិនថ្លើមក៏ថ្លើមរបស់ញោមមែនទេញោមរលាក់កាពះខូចពវិនប្រព័ន្ធប្រសាទចុះខ្សោយកើតទឹកនោមផ្អែមខូចកលៀនហ្នឹងអានឹងមកពីអីមកពីញោមដែរហើយក៏ជារបស់ញោមដែរឃើញទេហើយកម្មនេះមិនមែនកម្មអតីតទេណាកម្មនេះគឺកម្មនៃជីវិតបច្ចុប្បន្ននឹងតែម្ដងដូច្នេះពុទ្ធសាសនាបានបង្រៀនឲ្យឃើញពីទោសនៃការប្រព្រឹត្តនៅអំពើអាក្រក់ហើយនឹងឃើញអានិសង្សគឺផលនៃការប្រព្រឹត្តនៅអំពើល្អណែញ